ចឹងនៅពេលណាដែលយើងចង់ផ្លាស់ប្ដូរ noun ទៅជា plural noun ហើយ verb យើងប្រើជាមួយនឹង third person singular យើងចង់ផ្លាស់ប្ដូរ verb នោះតើយើងគួរតែបន្ថែម ses និង ies ដូចម្តេចទៅអូខេចឹងថ្ងៃនេះ teacher នឹងប្រាប់អំពីការដាក់ ses និង ies ចំពោះ noun និង verb មួយចំនួនចឹងចំពោះការបន្ថែម s គឺយើងដាក់ចំពោះ to most words មានន័យថាពាក្យភាគច្រើនគឺយើងបន្ថែម s ឧទាហរណ៍ដូចជាពាក្យ book ចឹង book គឺនៅពេលដែលវាជា plural noun វាកើតទៅជា books ចំណែកឯ work នេះបើសិនជាយើងប្រើជាមួយនឹង third person singular ដូចជា he she ឬក៏ it គឺយើងត្រូវបន្ថែម s គឺយើងបាន works មួយវិញទៀតនៅពេលដែលយើងបន្ថែម es ចំពោះពាក្យមួយចំនួនគឺយើងត្រូវមើលទៅលើពាក្យដែលបញ្ចប់ដូចជា two words ending in s, ss, sh, ch, h, z និង o ចឹងនៅពេលណាដែលពាក្យនោះវាបញ្ចប់ដោយអក្សរទាំងនេះគឺយើងត្រូវបន្ថែម es នៅពីក្រោយឧទាហរណ៍ដូចជាពាក្យ box ចឹងផ្លាស់ប្ដូរវាទៅជា plural noun គឺយើងបន្ថែម es យើងបាន boxes ចំណែកឯ watch គឺជា verb យើងប្រើវាជាមួយនឹង third person singular គឺយើងបានទៅជា watches បន្ថែម es នៅពីក្រោយជាចុងក្រោយគឺការបន្ថែម ies ចឹងនៅពេលណាដែលយើងគួរតែបន្ថែម ies គឺនៅពេលដែល two words ending in y with a consonant មានន័យថាពាក្យដែលបញ្ចប់ដោយ y ហើយវាភ្ជាប់ជាមួយនឹងព្យញ្ជនៈឧទាហរណ៍ family ចឹងពាក្យថា family គឺយើងឃើញអក្សរ y នៅពីក្រោយបន្ទាប់មកនៅជិត y នេះនៅខាងមុខគឺអក្សរ l ហើយ l វាគឺជាព្យញ្ជនៈចឹងយើងនៅពេលដែលវាកើតទៅជា plural noun គឺយើងត្រូវ change y to I បន្ទាប់មកបន្ថែម es ចំណែកឯពាក្យ study ក៏ដូចគ្នាយើងសង្កេតឃើញពាក្យ y នៅពីក្រោយនៅពីមុខ y មាន d គឺព្យញ្ជនៈចឹងយើងត្រូវ change y to I បន្ទាប់មកបន្ថែម es នៅពីក្រោយអូខេចឹង teacher មាន exercise មួយចំនួនដើម្បីឲ្យយើង practice មានដូចជាពាក្យ swim spy lady glass ហើយនិង tomato ចឹងនៅពេលដែលយើងបន្ថែមវាទៅជា plural noun ឬក៏ verb ដែលយើងអាចប្រើជាមួយនឹង third person singular តែយើងគួរតែបន្ថែមពាក្យមួយណាដើម្បីឲ្យវាសមស្របអូខេ so that is it for how to add ses និង ies ទៅលើពាក្យចឹង teacher សង្ឃឹមថាបងប្អូននឹងចាត់ក្នុងការបន្ថែម ses និង ies ទៅលើពាក្យរបស់យើង Goodbye everyone